ជារឿងជីវិតខ្ញុំមិនមែនរឿងប្រឌិតខ្ញុំកើតចេញពីកន្លែងដែលគ្មានអ្វីសោះតែខ្ញុំមិនដែលអស់សង្ឃឹមឡើយខ្ញុំការក្នុងជីវិតដ៏ក្រលំបាកធំឡងក្នុងជំរំជំភាខ្លួនដ៏លំបាកពេលនោះខ្ញុំមានអាយុទុកតែមួយឆ្នាំមិនទាន់ដឹងថាជីវិតមានន័យអ្វីផងមានតែពុកម្ដាយបងអូននិងខ្ញុំរត់ដោយសង្ឃឹមថាថ្ងៃស្អែកនឹងប្រសើរឡើងអាហារមិនដែលមានគ្រប់គ្រាន់ត្រូវដើរស្វែងរកដើម្បីឲ្យបានរស់មួយថ្ងៃទៀតពេលខ្លះឃ្លានរហូតគេមិនលក់ពេលខ្លះឃ្លានធ្លាក់គ្មានទីច្រកតែពុកម្ដាយនៅតែញញឹមប្រាប់ថាកុំបោះបង់ថ្ងៃល្អនឹងមកដល់ជាច្រើនឆ្នាំកន្លងផុតទៅមនុស្សជាច្រើនបានបាត់បង់តាមផ្លូវមិត្តភក្តិខ្លះមិនបានឃើញថ្ងៃស្អែកមានតែអនុស្សាវរីយ៍នៅសល់ក្នុងបេះដូងតែគ្រួសារខ្ញុំនៅតែឈររៀងងាប់កាន់ក្តីសង្ឃឹមមិនដែលលែងដៃរំចាំថ្ងៃដែលនឹងបានចេញដំណើរទៅកាន់ទឹកដីថ្មីដែលពោពេញដោយក្តីស្រមៃមកពីស្រុកតែមិនដែលរត់ដល់ខ្ជិលឡើយជីវិតបងរៀនណាខ្ញុំប្រឹងមិនដែលសុំអ្វីពីអ្នកណាមកពីស្រុកហើយខ្ញុំមិនដែលខ្មាស់អៀនប្រកគ្រប់ស្នាមរបួសក្នុងជីវិតបានធ្វើឲ្យខ្ញុំខ្លាយជាមនុស្សថ្ងៃនេះខ្ញុំមកពីស្រុកតែមិនដែលជំនុំបោះបង់ញិលគ្រប់ដំណក់ដែលខ្ញុំស្រកគឺជាតិម្លាយនៃជីវិតខ្ញុំពេលវេលាបំផ្លាស់ទៅអ្វីដែលងស់នៅទីបំផុតយើងក៏បានទៅដល់ទឹកដីថ្មីដែលមិនធ្លាប់ស្គាល់អ្វីនៅជំវិញមកទៅថ្លៃទាំងអស់ភាសាថ្មីនោះស្មីនៃជីវិតថ្មីក៏ចំហានសុទ្ធតែជាការរៀនសូត្រគ្មានអ្នកណាដែលគេជាមកខ្ញុំនឹងតែខ្ញុំប៉ុណ្ណោះតែត្រូវបន្តដល់ណាជីវិតវាដូចជាការបោះគ្រាប់លុកឡាមិនតែដល់ថ្ងៃសែនមានអ្វីកើតឡើងដូចតែខ្ញុំមិនដែលខ្លាចការចាប់តាមព្រោះខ្ញុំដឹងថាការខំប្រឹងមិនដែលខ្វក់នរណាខ្ញុំមិនធ្លាប់ព្រោះគុំលើអ្នកណាមិនធ្លាប់លួចយកអ្វីដែលមិនដែលរបស់ខ្ញុំរកផ្លូវដែលកំឡុងដៃខ្លួនឯងគូនើយហត់ប៉ុណ្ណាក៏មិនបែរត្រយក្រោយរាល់ការដែលខ្ញុំរកបានសុទ្ធតែជាបញ្ញានឹងការខិតខំខ្ញុំទំខាក់ពីព្រិចក្រមិនមែនជានឹងដែលត្រូវខ្មាស់ឡើយអ្វីដែលគួរខ្មាស់គឺការបបង់ក្តីស្រមៃរបស់ខ្លួនបើអ្នកឃើញខ្ញុំឈរនៅទីនេះសូមដឹងថាខ្ញុំមិនមែនមកដល់ដោយសំណាងទេខ្ញុំបានឆ្លងកាត់ទឹកភ្នែកការបាត់